Việc số nhưng bát chương này tao xem tao sai hạt này chỉ được nhau mìnhចាប់ផ្ដើមខ្ញុំសូមស្នើសុំទៅកាន់បងប្អូនជួយចុច like share ក៏ដូចជា subscribe ទៅកាន់ channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តមកដល់ខ្ញុំបាទឥឡូវចូលទៅមើលវិធានលំហាត់ជាមួយខ្ញុំលំហាត់ទី92នេះគេឲ្យយើងគណនាតម្លៃ a ដែល a វាស្មើនឹងកុស pi លើ17គុណឲ្យកុស 2 pi លើ17គុណឲ្យកុស 4 pi លើ17គុណឲ្យកុស 8 pi លើ17ដកឲ្យ1លើ16បាទអញ្ចឹងលំហាត់បែបនេះយើងឃើញថាមុំបានន័យថាមុំនៃកុសរបស់យើងនេះខុសគ្នា2ដងទាំងអស់បានន័យថាអានេះតូចជាងអានេះ2ដងអានេះ2ដងដែរបានន័យថាវាតគ្នាបាទអញ្ចឹងដើម្បីឲ្យវាបានសម្រួលវាទៅជាកតាមួយបានយើងនឹងប្រើប្រាស់រូបមន្ត sin 2x ឬមួយក៏ sin 2 alpha ស្មើ2កុស alpha sin alpha បាទហេតុអីបាទខ្ញុំប្រើប្រាស់រូបមន្តហ្នឹងដោយសារតែកម្រិតរបស់កុសរបស់យើងនេះវាខុសគ្នាពាក់កណ្ដាលហើយបើសិនយើងធ្វើវាចូលទៅជារូបមន្ត sin នេះយើងនឹងបានវាកើន2ដងវិញមិនថាកើនគុណនឹង2គុណនឹង2ទៅវាដូចគ្នាទៅនឹងកុសដែរបាទអញ្ចឹងខ្ញុំនឹងដោះស្រាយជូនតែម្ដង a របស់យើងស្មើកុស pi លើ17កុស2 pi លើ17កុស4 pi លើ17កុស8 pi លើ17ដក1លើ16ស្មើអញ្ចឹងពេលនេះយើងមានកុស pi លើ17អីដែលយើងខ្វះគឺ sin pi លើ17អញ្ចឹងខ្ញុំនឹងគុណខែនឹង sin pi លើ17អញ្ចឹងយើងនឹងចែកកសោមប៉ុណ្ណឹងនឹង sin pi លើ17វិញយើងបាន sin pi លើ17កុស pi លើ17កុស2 pi លើ17កុស4 pi លើ17កុស8 pi លើ17ដកឲ្យ1លើ16បាទអញ្ចឹងបើសិនជាយើងបានកុស1 sin 1អញ្ចឹងវាបានតែកុស alpha sin alpha ទេហើយដែលយើងខ្វះគឺលេខ2អញ្ចឹងខ្ញុំគុណថែមវានឹងលេខ2ទៀតបើកាលណាយើងគុណថែមនឹង2យើងចែកវានឹង2វិញបាទអញ្ចឹងយើងធ្វើតទៀតមកភាគយករបស់យើងប៉ុណ្នេះយើងទទួលបាន sin 2 pi លើ17បាទដោយសារយើងគុណវានឹង2 alpha របស់យើងអញ្ចឹងយើងបានកុស2 pi លើ17កុស4 pi លើ17កុស8 pi លើ17ដក1លើ16អញ្ចឹងដល់កន្លែងនេះវាបាយរបស់យើង sin pi លើ17ឥឡូវយើងបាន sin កុសទៀតហើយអីដែលយើងខ្វះគឺលេខ2ទៀតហើយអញ្ចឹងយើងគុណហៅនឹង2មកហើយមិញយើងមាន2ស្រាប់អញ្ចឹងបើយើងគុណហៅនឹង2ទៀតវាទៅជា4បាទស្មើតទៅទៀតអញ្ចឹងវាយករបស់យើងបានដល់ sin 4 pi លើ17អញ្ចឹងកុស4 pi លើ17កុស8 pi លើ17អញ្ចឹងអានេះយើងមាន sin ហើយនឹងកុសអ្វីដែលយើងខ្វះគឺលេខ2ទៀតហើយអញ្ចឹងយើងនឹងគុណវានឹងលេខ2ទៀតភាគបាយរបស់យើងគុណនឹង2ទៀតបាន8 sin pi លើ17ដដែល1លើ16ចេះស្មើទៅទៀតអញ្ចឹងយើងនឹងបានប្រព័ន្ធនេះ2 sin pi 4 pi លើ17កុស4 pi លើ17យើងបាន sin 8 pi លើ17កុស8 pi លើ17ចែកឲ្យ sin pi លើ17ឥឡូវនេះយើងមាន sin alpha កុស alpha ទៅហើយយើងខ្វះ2ទៀតហើយយើងគុណថែមនឹង2ទៀតអញ្ចឹង8របស់យើងគុណថែម2ដែរបាន16ដក1លើ16បាទអញ្ចឹងខ្ញុំសូមតវិញមួយខាងនេះចុះស្មើអញ្ចឹងប៉ុណ្នេះយើងទៅជា sin 16 pi លើ17នៅលើ16 sin pi លើ16អត់17ដល់1លើ16ស្មើដល់កន្លែងនេះ
ធ្វើម៉េចរកតម្លៃប្រកបរបស់វាបានអញ្ចឹងយើងនឹងបំលែងស៊ីនរបស់យើងនេះស៊ីនរបស់យើងនេះខ្ញុំអាចទៅសេទៅជាផៃដកឲ្យផៃលើ17បាទសួរថាវាស្មើដើមអត់យើងតម្រូវភាពបែងទៅផៃរបស់យើងគុណនឹង17 17ដកឲ្យផៃយើង1អសល់16អញ្ចឹង16ផៃលើ17ស្មើដើម16ស៊ីនផៃលើ17ដក1លើ16ស្មើស៊ីនផៃដកអាល់ហ្វាស៊ីនផៃដកអាល់ហ្វារូបមន្តរបស់វាយើងសរសេរមកស៊ីនផៃដកអាល់ហ្វាវាស្មើនឹងស៊ីនអាល់ហ្វាបាទអញ្ចឹងខ្ញុំអាចសរសេរទៅជាស៊ីនផៃលើ17នៅលើ16ស៊ីនផៃលើ17ដក1លើ16អញ្ចឹងស៊ីនផៃលើ17មួយស៊ីនផៃលើ17នេះខ្ញុំអាចសម្រួលចោលបាននៅលើ1លើ16ដក1លើ16ស្មើនឹង0អញ្ចឹងយើងអាចដូចនេះមកa របស់យើងនេះស្មើនឹង0ជាចម្លើយចុងក្រោយបាទអញ្ចឹងដើម្បីដោះស្រាយលំហាត់នឹងបានយើងត្រូវការរូបមន្តពីរនឹងរូបមន្តស៊ីន2អាល់ហ្វាហើយនិងស៊ីនផៃដកអាល់ហ្វាបាទហើយការដោះស្រាយរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងសូមអរគុណ